សកម្មភាពដឹកឈើដោយមានការអែបអាងច្បាប់អនុញ្ញាតដឹកឈើរបស់អភិបាលខេត្តកំពង់ធំកន្លងមកធ្លាប់ធ្លាក់ទៅលើដៃឈ្មួញដោយបានដឹកបន្តកន្ទុយគ្នាដោយទម្លាក់ខុសគោលដៅហើយប្រើប្រាស់ឯកសារថតចម្លងក្នុងច្បាប់អនុញ្ញាតឲ្យដឹកតែមួយដងតែឈ្មួញបានដឹកមិនក្រោមពី10ដងដោយប្រើប្រាស់រថយន្តជាច្រើនគ្រឿងដឹកនៅក្នុងរយៈពេលខ្លីជួនពេលខ្លះលិខិតអស់សុពលភាពកន្លះខែហើយឈ្មួញនៅតែបន្តដឹកទៀតជាស្ដីមន្ត្រីសាលាខេត្តកំពង់ធំនិងប៉ូលីសស្នងការនគរបាលខេត្តកំពង់ធំមានផ្ទះរហូតទៅដល់3ខ្នងមានជីវភាពធូរធារតែសុំច្បាប់អនុញ្ញាតដឹកឈើធ្វើផ្ទះក្រោយពីបានលិខិតច្បាប់អនុញ្ញាតហើយជននេះបានយកច្បាប់យកទៅលក់ឲ្យឈ្មួញឈ្មោះទីដែលមានដប៉ូឈើនៅព្រៃទទឹងខេត្តកំពង់ចាមហើយឈ្មួញនេះបានដឹកមិនចេះអស់មិនចេះហើយទៅតែពេលនេះឯកឧត្តមអ៊ុតសំអនអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានចាត់វិធានការក្តៅនិងរឹតបន្តឹងភាពច្បាស់លាស់នៃជនក្រីក្រដែលសុំអនុញ្ញាតដឹកឈើធ្វើផ្ទះដោយភ្ជាប់ទាំងរូបថតសម្ដីខ្លួននិងចំនួនឈើព្រមទាំងរូបថតផ្ទះចាស់បង្ហាញដល់សមត្ថកិច្ចតាមផ្លូវករណីមិនមែនជាសម្ដីខ្លួនដែលស្នើសុំត្រូវចាត់វិធានការតាមច្បាប់ជាស្ដែងនៅសាលាស្រុកប្រាសាទបាឡាំងមានកិច្ចប្រជុំផ្សព្វផ្សាយស្ដីអំពីចាត់វិធានការដាច់ខាតចំពោះជនណាដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតដូចជាអុសខ្នាតធំជាឈើប្រភេទឈើស្រស់ជំនាឈើមូលដែលជាល្បិចកលរបស់ឈ្មួញនិងកូនឈើស្រស់ត្រូវបានឲ្យអភិបាលស្រុកក្រុងមានវិធានការចំពោះការដឹកជញ្ជូនឈើដោយខុសច្បាប់ចាប់គោយន្តឬរថយន្តលើកទី1គឺធ្វើការអប់រំចុះកិច្ចសន្យាថតទាំងម្ចាស់គោយន្តនិងសម្ភារៈរឹបអូសវត្ថុតាងបើចាប់លើកទី2ត្រូវសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីក្នុងនោះដែរក៏បានហាមដល់មេភូមិមេឃុំរួមទាំងមុខសញ្ញាបញ្ឈប់ជាបន្ទាន់ការចុះហត្ថលេខាលើសំណុំរឿងសុំខ្ចីគោយន្តឬរថយន្តទៅប្រើប្រាស់បណ្ដោះអាសន្នជាដាច់ខាតចំពោះអ្នកសុំច្បាប់អនុញ្ញាតឲ្យដឹកតែម្ដងហើយភ្ជាប់រូបថតម្ចាស់សំណើផងប្រជាពលរដ្ឋបានសំណូមពរដូចតទៅនេះអភិបាលខេត្តលោកបានដាក់វិធានការមួយគឺស្តុកកាត់ខាងព្រៃឈើឥឡូវប្រជាពលរដ្ឋនៅក្នុងស្រុកភូមិខ្ញុំបើសិនទេតុបកាត់អានឹងណារស់ស៊ីដូចថាទូចតាចដឹកអស់ណាចំណេឈើអីកូនឈើកូនអីហ្នឹងគឺកាលណាតុបកាត់អស់ហ្នឹងប្រជាពលរដ្ឋគឺអត់មានរបបអីរស់ទៀតទេស្រុកហ្នឹងព្រោះស្រុកហ្នឹងរស់នៅក្នុងតំបន់ព្រៃឈើណាបាទកាលណាបើតុបកាត់អាហ្នឹងហើយគ្នាមិនដឹងទៅរកអីទៀតទេមានតែចំណាក់ស្រុកកាលណាចំណាក់ស្រុករដ្ឋាភិបាលពិបាកបន្តិចអញ្ចឹងខ្ញុំសូមសំណូមពរទៅដល់រដ្ឋាភិបាលជួយសម្រួលរឿងជាបរដ្ឋនៅក្នុងស្រុកភូមិខ្ញុំក្នុងភូមិមរៀកកពើចលុះទូគ្រើលទាំងអស់នៅក្នុងស្រុកសាបឡាំងដែលនៅក្នុងតំបន់ហៅថាអភិរក្សបងពេហ្នឹងរបស់រដ្ឋាភិបាលដែលហាមឃាត់មិនអោយកាប់ឈើកាប់ព្រៃនៅកន្លែងហ្នឹងពិធីនេះត្រូវបានចូលរួមពីសំណាក់លោកតុងយីនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំនិងលោកឈៀងគុណនាយផ្នែករដ្ឋបាលព្រៃឈើស្ទោងព្រមទាំងនាយសង្កាត់សហគមន៍មេភូមិមេឃុំនិងប្រជាពលរដ្ឋចូលរួមនៅព្រឹកថ្ងៃទី21ខែធ្នូឆ្នាំ2016ការចាត់វិធានការក្តៅការពារទប់ស្កាត់លុបបំបាត់បទល្មើសព្រៃឈើដោយយោងតាមសារាចរណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រគល់ភារកិច្ចដល់រាជធានីខេត្តក្រុងខណ្ឌចាត់វិធានការលើសកម្មភាពខុសច្បាប់ដូចជាលុបបំបាត់សិប្បកម្មកែច្នៃអាជីវកម្មធនធានព្រៃឈើលុបបំបាត់ការដឹកជញ្ជូនស្តុកឈើនិងគ្រប់គ្រងលុបបំបាត់ការនាំចេញផលិតផលកែច្នៃគ្រប់ប្រភេទរួមទាំងសត្វព្រៃទៅក្រៅប្រទេសបង្ក្រាបបទល្មើសនៅក្នុងតំបន់ការពារនិងអភិរក្សធម្មជាតិក្រសួងបរិស្ថានស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការនិងគាំទ្រដល់គណៈបញ្ជាការឯកភាពនៃរាជធានីខេត្តក្រុងស្រុកក្នុងការអនុវត្តវិធានការខុសច្បាប់ទាំងនេះខេត្តកំពង់ធំខ្ញុំបុត្រថាធ្វើសេចក្តីរាយការណ៍